ពួកគាត់បានទាស់សម្ដីគ្នាហើយពួកបូរ៉ាបានចាប់ច្របាច់កមីងច័ន្ទព្យាយាមរើបំរាស់ហើយគាត់ក៏បានឃើញកន្ត្រៃមួយដែលនៅលើក្បាលតុហើយគាត់ក៏យកទៅចាក់លោកបូរ៉ាចាក់ហើយចាក់ទៀតលោកបូរ៉ាបានដួលគោកទៅលើដីសួស្តីអ្នកទាំងអស់គ្នាខ្ញុំវ៉ាន់ជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុង Channel ផ្ទាល់ខ្លួនរបស់ខ្ញុំ Something About Kevin បើសិនជាអ្នកទាំងអស់គ្នាអត់បាន Subscribe ទេខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយ Subscribe ខ្ញុំម្នាក់មួយផងដើម្បីជំរុញទឹកចិត្តខ្ញុំឲ្យផលិតសាច់រឿងជាសំឡេងជូនអ្នកទាំងអស់គ្នាស្ដាប់បន្តទៀតហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចប្រើប្រាស់ជំនាញក្នុងការនិពន្ធហើយនឹងកាត់តសំឡេងរបស់ខ្ញុំដើម្បីបំពេអារម្មណ៍អ្នកទាំងអស់គ្នារហូតតទៅនៅចុងអេពីសូត1ណាយើងបានដឹងទាំងអស់គ្នាហើយថាតើណាគេទៅគឺជាអ្នកសម្លាប់លោកបូរ៉ាតែប៉ុន្តែអ្នកដែលសម្លាប់លោកបូរ៉ាមិនមែនជាថាវ័នដែលត្រូវបានប៉ូលីសចាប់ខ្លួននោះទេតែបែរជាមីងច័ន្ទហើយនិងសមាទៅវិញសំណួរសួរថាតើហេតុអ្វីទៅបានជាពួកគេដល់ថ្នាក់សម្លាប់លោកបូរ៉ាទាំងដែលគាត់គឺជាប្តីហើយនិងឪពុកបង្កើតរបស់អ្នកទាំងពីរហើយដើម្បីសម្រាលចម្ងល់ទាំងអស់នេះខ្ញុំសូមនាំអ្នកទាំងអស់គ្នាត្រឡប់ទៅ30ឆ្នាំមុនជាមួយខ្ញុំតោះយើងទៅស្ដាប់ភាគ2ទាំងអស់គ្នានៅក្នុងបន្ទប់គេងរបស់ច័ន្ទយើងឃើញមានរូបតាំងលម្អដែលមានជារូបយន្តហោះហើយនិងនារីអាកាសចរជាច្រើនតាំងនៅលើជញ្ជាំងរបស់នាងភួយខ្នើយបានរៀបចំយ៉ាងស្រស់ស្អាតនិងមានរបៀបរៀបរយច័ន្ទក្នុងវ័យ20ឆ្នាំកំពុងរៀបចំខ្លួនទៅសាលានាងរៀបកាបូបសៀវភៅដែលយើងឃើញមានសៀវភៅភាសាបារាំងនិងអង់គ្លេសសម្រាប់រៀនថ្នាក់បញ្ញាបត្រគ្រប់គ្រងអាកាសចរស៊ីវិលនាងរៀបកតាបណ្ដាលញញឹមបណ្ដាលស្រាប់តែមានសម្លេងម៉ូតូបន្លឺស៊ីផ្លេឡើងនាងញញឹមហើយរៀបចំខ្លួនយ៉ាងប្រញាប់ប្រញាល់គេឃើញមានបុរសសង្ហាម្នាក់ក្នុងសម្លៀកបំពាក់ឌីសិតបានមកទទួលនាងអ្នកដែលនៅលើម៉ូតូនោះគឺជាវិចិត្រគឺជាមិត្តរួមថ្នាក់របស់ច័ន្ទហើយពួកគេគឺជាសង្សារនឹងគ្នាវិចិត្រតែងតែមកទទួលនិងជូនច័ន្ទមកផ្ទះជារៀងរាល់ថ្ងៃហើយម្ដាយរបស់ច័ន្ទក៏បានស្គាល់វិចិត្រព្រមទាំងទទួលស្គាល់ពីទំនាក់ទំនងស្នេហារបស់ពួកគេដែរវិចិត្របានចាត់ម៉ូតូហើយដើរចូលមកក្នុងផ្ទះលើកដៃជម្រាបសួរម្ដាយរបស់ច័ន្ទនិងជម្រាបប្រាប់គាត់ថាថ្ងៃនេះនៅផ្ទះរបស់គេមានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីអញ្ចឹងនៅពេលដែលចេញពីរៀនណាគឺគេសុំនាំយកច័ន្ទណាទៅកម្មវិធីជប់លៀងនៅផ្ទះរបស់គេនឹងផងដែរម្ដាយរបស់ច័ន្ទងក់ក្បាលញញឹមហើយពួកគេទាំងពីរនាក់ក៏បានឡើងជិះម៉ូតូទៅរៀនទាំងអស់គ្នាទៅគេឃើញមុខរបស់ម្ដាយច័ន្ទណាញញឹមញញែមើលកូនពីចម្ងាយនៅរសៀលម៉ោងប្រហែលជា6ល្ងាចនៅផ្ទះរបស់វិចិត្របានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីដែលគេឃើញមានបងប្អូនសាច់ញាតិរបស់វិចិត្រមកពេញផ្ទះពួកគេសប្បាយជួបជុំគ្នាមានផឹកស្រាសើចសប្បាយហើយនឹងរាំច្រៀងជាដើមវិចិត្រជាមួយនឹងច័ន្ទណាឈរនៅជ្រុងម្ខាងនៃកម្មវិធីវិចិត្រឈរកាន់កែវស្រាហើយសម្លឹងមើលមុខច័ន្ទទាំងក្តីស្រឡាញ់ច័ន្ទសម្លឹងមើលកែវភ្នែកវិចិត្រហើយញញឹមទាំងអៀននៅជ្រុងម្ខាងទៀតគេឃើញកែវភ្នែកមួយគូកំពុងតែសម្លឹងមើលគូស្នេហ៍ទាំងពីរនេះនោះគឺជាលោកបូរ៉ានិងវិចិត្រគឺជាបងប្អូនជីដូនមួយនឹងគ្នាពួកគេទាំងពីរធំធាត់ឡើងជាមួយគ្នាប៉ុន្តែពួកគេទាំងពីរធំឡើងជាមួយនឹងការប្រកួតប្រជែងគ្នានិយាយទៅមកដល់ចំណុចនេះខ្ញុំចង់និយាយបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាតើហេតុអីទៅបានពួកគេប្រកួតប្រជែងមួយគ្នាជាទូទៅនៅក្នុងគ្រួសារកូនកាត់ខ្មែរចិនណាភាគច្រើនគឺឪពុកម្ដាយតែងតែមានគំនិតថាចង់ឲ្យកូននឹងល្អជាងកូនអ្នកដទៃដល់ពេលអញ្ចឹងទៅគាត់តែងតែយកកូននឹងមកប្រៀបធៀបគ្នាថាអូកូនអ្នកនេះអញ្ចេះហើយកូនអ្នកនេះអញ្ចឹងហើយអញ្ចឹងទៅបូរ៉ាបានលួចមើលវិចិត្រហើយនឹងច័ន្ទពីចម្ងាយហើយគេក៏បានចាប់អារម្មណ៍ថាវិចិត្រមើលទៅដូចជាស្រឡាញ់ច័ន្ទខ្លាំងណាអញ្ចឹងគេក៏មានអារម្មណ៍ថាចំណែនវិចិត្រភ្លាមហ្មង ព
ពេលនោះស្រាប់តែឪពុកម្ដាយរបស់វិចិត្រមានការត្រូវហៅវិចិត្រហ្នឹងឲ្យទៅជួយទទួលភ្ញៀវហើយវិចិត្រក៏បានប្រាប់ច័ន្ទឲ្យទៅនិយាយលេងជាមួយនឹងអ្នកដទៃសិនទៅគេសុំខ្លួនទៅជួយទទួលភ្ញៀវមួយផ្លេតនៅពេលដែលវិចិត្រដើរចេញទៅនេះគឺជាឱកាសល្អសម្រាប់បូរ៉ាគាត់ក៏បានដើរចូលមកជាមួយនឹងកែវស្រាហើយគាត់ក៏បាននិយាយលេងជាមួយនឹងច័ន្ទគាត់សួរច័ន្ទពីនេះពីនោះតែច័ន្ទមិនសូវជាហ៊ាននិយាយរកគាត់ហ្មងទេព្រោះដែរស្គាល់ហើយលោកបូរ៉ាគឺជាមនុស្សប្រុសអីចឹងទៅមួយសន្ទុះក្រោយមកវិចិត្ររួចរាល់ក្នុងការទទួលភ្ញៀវគាត់ក៏បានដើរមករកច័ន្ទវិញវិចិត្រហើយនិងបូរ៉ាបានសម្លឹងមុខគ្នាបូរ៉ាញញឹមតិចៗហើយក៏ដើរចេញទៅចាប់ពីថ្ងៃនោះមកបូរ៉ាតែងតែរកវិធីសាស្ត្រក្នុងការបំបែកច័ន្ទហើយនិងវិចិត្រដែលគេព្យាយាមចូលទៅញ៉ាយច័ន្ទប៉ុន្តែច័ន្ទអាចអើពើជាមួយនឹងគេបូរ៉ាតែងតែគិតរកវិធីសាស្ត្រផ្សេងដើម្បីឲ្យច័ន្ទចាប់អារម្មណ៍ជាមួយនឹងខ្លួនព្រោះតែភាពអាត្មានិយមបូរ៉ាបានជួលនារីម្នាក់ឲ្យទៅញ៉ាយវិចិត្រនារីម្នាក់នោះគឺជាមិត្តរួមថ្នាក់របស់វិចិត្រហើយនិងច័ន្ទពីមួយថ្ងៃទៅមួយថ្ងៃនារីម្នាក់ហ្នឹងតែងតែយកចិត្តហើយនឹងផ្ដោតផ្ដងជាមួយនឹងវិចិត្រប៉ុន្តែវិចិត្រអាចអើពើជាមួយនឹងនារីម្នាក់ហ្នឹងឯងរហូតមានថ្ងៃមួយគឺជាថ្ងៃជប់លៀងរបស់សាលាច័ន្ទមានអាការៈអត់សូវស្រួលខ្លួនដល់ពេលហើយវិចិត្រក៏ទៅចូលរួមកម្មវិធីហ្នឹងម្នាក់ឯងកំឡុងពេលកម្មវិធីអ្នកគ្រប់គ្នាកំពុងតែសប្បាយជាមួយនឹងការជប់លៀងហ្នឹងគេឃើញនារីម្នាក់នោះបានលួចទៅជួបគ្នាជាមួយនឹងបូរ៉ាហើយគេទាំងពីរអ្នកហ្នឹងមើលទៅដូចជាមានអីលាក់អាកំបាំងមែនទែនបូរ៉ាបានហាច់កញ្ចប់តូចមួយដែលមើលទៅដូចជាថ្នាំឲ្យទៅនារីម្នាក់នោះហើយនាងក៏បានដើរចូលទៅក្នុងកម្មវិធីវិញនាងបានសម្លឹងរកមើលវិចិត្រហើយក៏ឃើញវិចិត្រនៅជុំគ្នាជាមួយនឹងអ្នកដទៃហើយនាងក៏ចាប់ផ្ដើមសង្កេតមើលថាតើកែវមួយណាគឺជាកែវរបស់វិចិត្របន្ទាប់មកនៅពេលដែលវិចិត្រនិងមិត្តដទៃទៀតរវល់ចេញទៅលេងល្បែងកម្សាន្តនៅឯឆាកសម្ដែងនារីម្នាក់នោះបានលួចដាក់ថ្នាំសម្រើបនៅក្នុងស្រារបស់វិចិត្រត្រឡប់មកវិញហើយផឹកថ្នាំនោះនៅពេលដែលចាប់កម្មវិធីវិចិត្រក៏មានអាការៈស្រវឹងយ៉ាងទន់ខ្លួនហើយនារីម្នាក់នោះក៏បានគ្រាបវិចិត្រចេញទៅ3 ខែកន្លងផុតទៅនៅក្នុងផ្ទះរបស់វិចិត្រមានអាការៈអ៊ូអរប៉ុន្តែអ៊ូអរហ្នឹងមិនអ៊ូអរសប្បាយរីករាយអីទេគឺអ៊ូអរក្នុងការដែលឪពុកម្ដាយរបស់នារីម្នាក់នោះបានមកចោទវិចិត្រថាបានធ្វើឲ្យកូនគាត់មានផ្ទៃពោះវិចិត្របានទទួលកំហុសរបស់ខ្លួនហើយឪពុកម្ដាយរបស់វិចិត្របានជួយសម្របសម្រួលថាតើគួរនឹងដោះស្រាយរឿងនេះដោយរបៀបណាឪពុកម្ដាយរបស់ខាងស្រីនឹងគឺទាមទារឲ្យវិចិត្ររៀបការជាមួយនឹងកូនរបស់ខ្លួនប៉ុន្តែវិចិត្រអត់ព្រមទេដោយសារតែគេមានគម្រោងរៀបការជាមួយនឹងច័ន្ទរឿងនេះបានធ្លាយទៅដល់ច័ន្ទណាមានអាការៈស្រឡាំងកាំងជាខ្លាំងថារឿងនេះវាមិនគួរនឹងកើតមានសោះតែនាងក៏មិនអាចទទួលយកវិចិត្រហើយធ្វើបាបនារីម្នាក់នោះដែរទីបំផុតពួកគេក៏សម្រេចចិត្តបែកគ្នានៅពេលដែលដឹងថាពួកគេបែកគ្នាបូរ៉ាសប្បាយចិត្តមែនទែនគាត់ក៏បានចូលទៅលួងលោមហើយព្យាយាមយកចិត្តច័ន្ទអញ្ចឹងណាតែច័ន្ទអត់ព្រមតាក់ទងជាមួយនឹងលោកបូរ៉ាទេដោយគិតថាបូរ៉ាគឺជាបងប្អូនជីដូនមួយរបស់វិចិត្រគាត់អត់ចង់មានអីពាក់ព័ន្ធជាមួយនឹងគ្រួសារនឹងទៀតទេវិចិត្រតែងតែរកផ្លូវត្រឡប់មករកច័ន្ទវិញដោយមើលឃើញថាវិចិត្រហើយនឹងច័ន្ទអាចនឹងមានផ្លូវត្រឡប់មករកគ្នាវិញបូរ៉ាត្រូវតែយកច័ន្ទឲ្យបានបូរ៉ាតែងតែតាមយកចិត្តច័ន្ទជួយអ្វីៗគ្រប់យ៉ាងនៅក្នុងផ្ទះរបស់ច័ន្ទមិនថាម្ដាយរបស់នាងត្រូវការអីគឺបូរ៉ារត់ទៅជួយហ្មងដោយមើលឃើញថាបូរ៉ាតែងតែជួយនៅក្នុងគ្រួសារម្ដាយរបស់ច័ន្ទក៏បានបញ្ចុះបញ្ចូលច័ន្ទមិនយូរមិនឆាប់ព្រោះតែការសម្ដែងរបស់បូរ៉ាធ្វើឲ្យច័ន្ទបើកចិត្តទទួលបូរ៉ាដោយមានម្ដាយរបស់នាងជាអ្នកបញ្ចុះបញ្ចូលផងហើយពួកគេក៏បានរៀបការជាមួយនឹងគ្នានៅពេលដែលពួកគេរៀបការជាមួយនឹងគ្នាវិចិត្រមានអាការៈខឹងសម្បារខ្លាំងមែនទែនទី1ខឹងនឹងបូរ៉ាដែលព្យាយាមបំបីពួកគេទី2គឺខឹងច័ន្ទហើយនឹងម្ដាយរបស់ច័ន្ទដែលព្រមបើកចិត្តទទួលបូរ៉ាទាំងដែលបូរ៉ាសម្ដែងទេ2ឆ្នាំកន្លងផុតទៅក្រោយពីរៀបការច័ន្ទក៏មានផ្ទៃពោះអំឡុងពេលដែលនាងមានផ្ទៃពោះហ្នឹងសន្តានពិតរបស់បូរ៉ាបានលេចចេញមកបូរ៉ាអត់សូវខ្វាយខ្វល់យកចិត្តទុកដាក់ជាមួយនាងទេដោយសារតែគោលបំណងរបស់គេបានសម្រេចហើយគេមានកូនជាមួយនឹងច័ន្ទ
អញ្ចឹងគ្មានថ្ងៃច័ន្ទហើយនឹងវិចិត្រអាចវិលត្រឡប់ទៅរកគ្នាវិញបានទេបុរាណបានចាប់ផ្ដើមដើរលេងផឹកស្រានិងចូលផ្ទះយប់មានស្រីកំដរអារម្មណ៍ជាច្រើនច័ន្ទពោពោះហើយនៅព្យាយាមរលួយចិញ្ចឹមអ្នកផ្ទះទៀត9ខែ10ថ្ងៃក្រោយមកច័ន្ទក៏បានសម្រាលសោមាចេញមកតែនៅពេលដែលកូននឹងកើតចេញមកបុរាណហើយនឹងច័ន្ទបានឆ្លោះគ្នាជាខ្លាំងដោយសារតាសោមាគឺមានមុខមាត់ដូចវិចិត្របុរាណបានចោទមីងច័ន្ទថាលួចតាក់ទងជាមួយនឹងវិចិត្រមិនមែនបានកូនកើតចេញមកមុខដូចវិចិត្រហើយចាប់ពីថ្ងៃហ្នឹងតទៅពួកគេទាំងពីរគឺតែងតែឆ្លោះគ្នារហូតហ្មងពីមួយឆ្នាំទៅមួយឆ្នាំសោមាបានធំធាត់ជាមួយនឹងការឆ្លោះគ្នារវាងឪពុកហើយនិងម្ដាយរបស់នាងនៅក្នុងផ្ទះគឺអត់ដែលមានសុភមង្គលទេមីងច័ន្ទគឺជាអ្នកទទួលខុសត្រូវរលួយចូលផ្ទះដែលពូបារាគិតតែផឹកហើយនឹងស៊ីហើយនឹងមានស្រីគាត់អត់ដែលខ្វាយខ្វល់ពីមីងច័ន្ទហើយនឹងកូនទេនៅពេលនេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នា flashback ទៅអេពីសូតទី1របស់យើងគឺនៅពេលដែលថាវ័នហើយនិងសោមាបានចូលមកជម្រាបសួរនៅពេលដែលពួកគេទៅមកដល់ផ្ទះហើយពេលហ្នឹងគឺពូបារាកំពុងតែនិយាយទូរស័ព្ទជាមួយនឹងណាគេម្នាក់ហើយម្នាក់ហ្នឹងគឺជាសង្សាររបស់ពូបារានឹងឯងគាត់លួចលែងមានស្រីរហូតនៅពេលយប់នៅពេលដែលពូបារាខឹងតោះសម្ដីជាមួយនឹងសោមាពីថាវ័នហើយគាត់ក៏បានដើរចេញពីតុបាយហ្នឹងគាត់បានចូលទៅក្នុងបន្ទប់ហើយបាននិយាយគ្នាជាមួយនឹងសង្សាររបស់គាត់នៅក្នុងយប់ហ្នឹងមីងច័ន្ទគាត់ចាប់បានថាលោកពូបារាហ្នឹងគឺមានកម្រងនឹងលក់ផ្ទះលក់ដីហ្នឹងហើយយកលុយទៅឲ្យសង្សារគាត់ទាំងដែលដីហើយនឹងផ្ទះហ្នឹងគឺមានឈ្មោះកម្មសិទ្ធិ2ឈ្មោះលោកពូបារាហ្នឹងហើយនឹងមីងច័ន្ទប៉ុន្តែតាមពិតទៅវាគឺជាញើសឈាមដែលមីងច័ន្ទខំប្រឹងធ្វើការហើយសំលុយទិញតាំងពីដើមមកតែដោយសារតែពួកគាត់រៀបការជាមួយគ្នាអញ្ចឹងត្រូវដាក់ឈ្មោះ2មីងច័ន្ទគាត់អត់ព្រមលក់ទ្រព្យសម្បត្តិហ្នឹងទេទាំងដែលគាត់ថាទ្រព្យសម្បត្តិហ្នឹងគឺគាត់ទុកឲ្យសោមាប៉ុន្តែពូរ៉ានៅតែចង់លក់ហើយយកលុយចេញទៅពួកគាត់បានតោះសម្ដីគ្នាហើយពូបូរ៉ាបានចាប់ច្បាច់កមីងច័ន្ទព្យាយាមរើបំរាស់ហើយគាត់ក៏បានឃើញកន្ត្រៃមួយដែលនៅលើក្បាលតុហើយគាត់ក៏យកទៅចាក់លោកបូរ៉ាចាក់ហើយចាក់ទៀតលោកបូរ៉ាបានដួលពោកទៅលើដីមានឈាមហូរជាច្រើនចេញពីមុខកន្ត្រៃគាត់ដកចង្កាមាន់មីងច័ន្ទតក់ស្លុតភ័យព្យាយាមងើបចេញពីកន្លែងនោះគាត់រត់សម្ដៅទៅមាត់ទ្វារតែអ្វីដែលគាត់បានជួបនោះគឺសោមាកំពុងឈរនៅទីនោះនាងបានឈរនៅទីនោះតាំងពីដើមមកមើលសកម្មភាពម្ដាយសម្រាប់ឪពុករបស់នាងដោយមិនមាត់អ្វីទាំងអស់មីងច័ន្ទរត់មករកសោមាតាំងទឹកភ្នែករលេងររងគាត់ភ័យជាខ្លាំងសោមាបានយកម្រាមដៃដាក់នៅជិតមាត់របស់នាងហើយធ្វើសញ្ញាប្រាប់មីងច័ន្ទថាកុំមាត់លឺពេកនាងបានដើរទៅជិតលោកបូរ៉ាហើយសម្លឹងមើលសាកសពបន្ទាប់មកនាងក៏បានដើរទៅកាន់បន្ទប់របស់នាងយកក្រណាត់សើមមកជូតឈាមបន្ទាប់មកនាងក៏បានដើរទៅបន្ទប់របស់ថាវ័នសម្លឹងមើលថាវ័នដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នៅលើគ្រែជាមួយនឹងកៅទឹកវីតាមីនដែលនាងបានលាយនៅលើក្បាលគ្រែគេងលក់ស្កប់ស្កល់ទាំងមិនដឹងអ្វីទាំងអស់នាងបានបើកទៅទូកៅអៅហើយយកកៅអៅរបស់ថាវ័នហ្នឹងហើយដើរទៅកាន់បន្ទប់របស់លោកបារាវិញជូតសម្អាតឈាមដែលប្រឡាក់នៅលើដៃរបស់ម្ដាយរបស់នាងហើយយកអាវដែលប្រឡាក់ឈាមហើយនឹងក្រណាត់សើមទាំងអស់នោះយកទៅទុកនៅក្នុងបន្ទប់របស់ថាវ័នវិញនៅពេលដែលជូតឈាមចេញពីខ្លួនប្រាណរបស់មីងច័ន្ទណានាងបាននិយាយប្រាប់ទៅគាត់ថាអត់អីទេម៉ាក់រឿងហ្នឹងចាប់ហើយអត់មានអ្នកគេដឹងក្រៅពីយើងទេអូខេនៅចុងសាច់រឿងយើងដឹងហើយថាមូលហេតុអីទៅបានជាមីងច័ន្ទដាច់ចិត្តសម្លាប់ពុកពូបូរ៉ាប៉ុន្តែអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍អត់ថាហេតុអីបានជាសោមាដូចជាមិនតក់ស្លុតឬក៏ភ័យខ្លាចនៅពេលដែលឃើញម្ដាយចាក់សម្លាប់លោកបារាសោះតែបែរជារៀបគម្រោងការក្នុងការជួយម្ដាយទៅវិញហើយអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍អត់ថាតើហេតុអីទៅបានជានាងលាយទឹកវីតាមីនឲ្យថាវ័នញ៉ាំតើនេះគឺជាគម្រោងការរបស់នាងឬក៏យ៉ាងណាហើយហេតុអីទៅបានជាថាវ័នសុកចិត្តទទួលកំហុសជំនួសមីងច័ន្ទហើយនិងសោមាដើម្បីសម្រាយចម្ងល់ទាំងអស់នេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចាំស្ដាប់នៅវគ្គទី3ទាំងអស់គ្នា